នានីជាទីមេត្រីមន្ត្រីសិទ្ធិមនុស្សរិះគន់ទង្វើរបស់អាជ្ញាធរដែលបានបន្តចាប់និងឃុំខ្លួនអ្នកប្រើប្រាស់បណ្ដាញសង្គមដែលរិះគន់រដ្ឋាភិបាលក្នុងការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺ Covid-19 ចាអង្គការសិទ្ធិមនុស្សចាត់ទុកការខាត់ខ្លួននេះថាជាការរំលោភសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋពីរដ្ឋធានី Washington លោកយុនសាមៀនរាយការណ៍បញ្ហានេះចៅក្រមស៊ើបសួរនៃសាលាដំបងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនម្ចាស់ទំព័រ Facebook ឈ្មោះ iMen KH ដែលមានឈ្មោះពិតថានីណាដាក់ពន្ធនាគារព្រៃសរជាបណ្ដោះអាសន្ននៅរសៀលថ្ងៃទី12ខែធ្នូដោយចោទប្រកាន់ពីបទជាប្រមាថជាសាធារណៈនិងញុះញង់ឲ្យមានការរើសអើងអាស៊ីសេរីមិនអាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យសាលាដំបងរាជធានីភ្នំពេញលោកគុជកំឡុងបានទេនៅថ្ងៃទី12ខែធ្នូនេះប៉ុន្តែលោកប្រាប់វិទ្យុក្នុងស្រុកថាការឃុំខ្លួនលោកនីណាដោយសារតែលោកបង្ហោះខ្លឹមសារក្នុងបណ្ដាញសង្គមឌឺដងរដ្ឋាភិបាលដែលកំពុងចាត់វិធានការប្រឆាំងជំងឺ Covid-19 កាលពីថ្ងៃទី7ខែធ្នូដោយប្រើប្រាស់ពាក្យថាទិញម៉ាស់ពាក់ឲ្យកូនមន់សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនលោកនីណាកាលពីថ្ងៃទី11ខែធ្នូលោកនីណាធ្លាប់បានសមត្ថកិច្ចក៏ហៅទៅប្រមានម្ដងហើយកាលពីខែមីនាពាក់ព័ន្ធទៅនឹងការបង្ហោះសាររិះគន់រឿងពលរដ្ឋជំពាក់បំណុលធនាគារក្នុងពេលមានជំងឺ Covid-19 ប៉ុន្តែពេលនោះសមត្ថកិច្ចបានដោះលែងវិញបន្ទាប់ពីលោកសុំទោសជាសាធារណៈបន្ទាប់មកនៅចុងខែវិច្ឆិកាក្រសួងកសិកម្មក៏ធ្លាប់អំពាវនាវឲ្យសមត្ថកិច្ចចាប់ខ្លួនលោកនីណាដែរក្រោយលោកបង្ហោះសារថាចង់ចិញ្ចឹមអូម៉ាល់ឲ្យតិចមន្ត្រីកសិកម្មដែលដេកស៊ីតែប្រាក់ខែតែមិនជួយដោះស្រាយបញ្ហាកសិករលោកក៏តែងតែរិះគន់បញ្ហាសង្គមនិងមន្ត្រីអសកម្មក្នុងជួររដ្ឋាភិបាលដែរកូនស្រីរបស់លោកនីណាគឺកញ្ញាណពុទ្ធាវឌ្ឍនាទទូចសុំឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់និងដោះលែងឪពុករបស់ខ្លួនឲ្យមានសេរីភាពឡើងវិញកញ្ញាយល់ថាការចោទប្រកាន់និងការឃុំខ្លួនដោយគ្រាន់តែបញ្ចេញមតិនេះគឺជារឿងធ្ងន់ធ្ងរមិនអាចទទួលបានទេកញ្ញាបញ្ជាក់ថាឪពុករបស់ខ្លួនគឺជាអ្នកជំនាញផ្នែកកសិកម្មនិងជាមនុស្សល្អតែបង្ហាត់បង្រៀនដល់ប្រជាកសិករខ្មែរជាច្រើនដូច្នេះសូមឲ្យរដ្ឋាភិបាលយោគយល់ចំពោះកំហុសឆ្គងបន្តិចបន្តួចនេះខ្ញុំអត់ចង់ឲ្យតុលាការកាត់ក្តីថាប៉ាខ្ញុំត្រូវជាប់ទោសរយៈពេលប្រហែលឆ្នាំដោយសារតែការផុសមួយចំនួនពេលខ្លះការផុសហ្នឹងវាអាចប៉ះពាល់បន្តិចមែនតែពេលខ្លះដោយសារតែគាត់មិនបានគិតចេះដឹងអីឲ្យបានជ្រៅជ្រះអីអញ្ចឹងពពូហើយណាមួយនេះគាត់ធ្លាប់ផុសមេរៀនកសិកម្មជាច្រើនដែលធ្លាប់ជួយកសិករខ្មែរមួយចំនួនឲ្យគាត់មានចំណេះដឹងខាងផ្នែកហ្នឹងអីអញ្ចឹងណាប៉ាខ្ញុំគាត់ធ្វើខាងនឹងច្រើនមែនតើពូគាត់ធ្វើដើម្បីប្រជាជនខ្មែរយើងមួយចំនួនធំដែរគឺកសិកម្មមួយចំនួនគាត់តែងតែបរៀនទៅតាមវីដេអូតាមអីគឺប៉ាខ្ញុំតែងតែធ្វើរហូតពាក់ព័ន្ធទៅនឹងបញ្ហាខាត់ខ្លួននេះអ្នកនាំពាក្យសមាគមអាត6លោកសង្សានករណាមានប្រសាសន៍ថាការបង្ហោះសារនៅលើទំព័រ Facebook របស់លោកនីណានេះគឺជាការបញ្ចេញមតិស្របច្បាប់ជាតិនិងអន្តរជាតិលោកបន្តថាអាជ្ញាធររដ្ឋាភិបាលមិនគួរអាងអំណាចហើយចេះតែចាប់ខ្លួននិងចោទប្រកាន់ពលរដ្ឋបែបនេះនោះទេព្រោះអាចនាំឲ្យមានការរិះគន់ជាបន្តទៀតពីមតិជាតិនិងអន្តរជាតិឬឈានដល់ការដាក់ទណ្ឌកម្មពីសហគមន៍អន្តរជាតិជាដើមសង្គមប្រជាធិបតេយ្យយើងឃើញហើយមានគេហៅថាពហុគំនិតពហុនិន្នាការនៃពលរដ្ឋដែលរស់នៅក្នុងសង្គមហ្នឹងគឺតែងតែគេហៅថាផ្ទុយគ្នាអញ្ចឹងហើយការរិះគន់នៅក្នុងនាមជាមន្ត្រីសាធារណៈយើងមិនគួរណាមានប្រតិកម្មអីទៅលើមតិរបស់ប្រជាពលរដ្ឋទេពីព្រោះអីប្រជាពលរដ្ឋធម្មតាលោកមានសិទ្ធិក្នុងការបញ្ចេញមតិរិះគន់ទៅលើការមិនពេញចិត្តអំពីការដឹកនាំរបស់រដ្ឋាភិបាលអាហ្នឹងក្នុងបណ្ដាប្រទេសប្រជាធិបតេយ្យណាក៏មានដែរគិតចាប់តាំងពីខែមករាដល់ដើមខែធ្នូនេះមានសកម្មជននយោបាយសកម្មជនសិទ្ធិមនុស្សអ្នកសារព័ត៌មានព្រះសង្ឃនិងយុវជនប្រមាណ50នាក់ហើយត្រូវបានអាជ្ញាធររបបក្រុងភ្នំពេញចាប់ខ្លួនដាក់ពន្ធនាគារដោយសារតែអ្នកទាំងនោះអនុវត្តសិទ្ធិសេរីភាពរបស់ពួកគេទាំងនៅក្នុងសង្គមនិងនៅលើប្រព័ន្ធអ៊ីនធឺណិតអង្គការជាតិនិងអន្តរជាតិស្នើសុំឲ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការយាយីនិងការចោទប្រកាន់អ្នករិះគន់ទាំងបំពានច្បាប់ហើយដោះលែងពួកគេឲ្យមានសេរីភាពនិងត្រូវធានាការលើកស្ទួយសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋឡើងវិញខ្ញុំយុនសាមៀនអាស៊ីសេរីពីរដ្ឋធានី Washington
លោកអ្នកស្ដាប់ទីមេត្រីពាក់ព័ន្ធនឹងការធ្វើទុកបុកម្នេញអ្នកប្រើប្រាស់បណ្ដាញសង្គមនេះនគរបាលខេត្តព្រះវិហារកាលពីថ្ងៃទី12ខែធ្នូបានកោះហៅក្មេងស្រីម្នាក់អាយុ17ឆ្នាំជាម្ចាស់គណនី Facebook ឈ្មោះ B Queen មកបំភ្លឺនិងថតវីដេអូសំទោសជាសាធារណៈក្រោយដែលបង្ហោះព័ត៌មានថាម្ចាស់អាហារដ្ឋានជំនួសវាលស្រែកើតជំងឺ Covid-19 អធិការនគរបាលស្រុករវៀងលោកសាយដេតប្រាប់សារព័ត៌មានក្នុងស្រុកថាការកោះហៅក្មេងស្រីមកបំភ្លឺនេះគឺធ្វើតាមបណ្ដឹងរបស់ម្ចាស់ហាងអាហារដ្ឋានដែលថាជាព័ត៌មានមិនពិតហើយដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ខ្លួនលោកបញ្ជាក់ថាខ្លឹមសារដែលក្មេងស្រីខាងលើបង្ហោះនោះគឺស្រុករវៀងត្រូវបានឆ្លងជំងឺ Covid-19 បានសម្រេចមែនអ្នកទៅហូបបាញ់ឆៅត្រូវបានឃុំខ្លួនចូលរួមការពារខ្លួនផងចាសមត្ថកិច្ចអនុញ្ញាតឲ្យក្មេងរូបនេះវិលត្រឡប់ទៅលំនៅឋានវិញក្រោយធ្វើកិច្ចសន្យាផ្តិតមេដៃនិងថតបង្ហោះវីដេអូសំទោសជាសាធារណៈចាលោកនាងកញ្ញាកំពុងស្ដាប់ការផ្សាយរបស់វិទ្យុអសីស្រីដែលផ្សាយចេញពីរដ្ឋធានី Washington អ្នកគ្រប់គ្រងស្ថាប័នសារព័ត៌មាននៅក្នុងស្រុកមួយព្រួយបារម្ភអំពីករណីចាប់ខ្លួននិងឃុំខ្លួនអ្នកប្រើប្រាស់បណ្ដាញសង្គមដែលរិះគន់ការគ្រប់គ្រងជំងឺ Covid-19 របស់រដ្ឋាភិបាលលោកយល់ថានេះជាការរដ្ឋបិទសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋនិងជាការរាំងខ្ទប់ព័ត៌មានពីសហគមន៍ដែលឆ្លុះបញ្ចាំងពីភាពអសកម្មមួយចំនួនរបស់អាជ្ញាធរមូលដ្ឋានហើយដែលត្រូវបានអាជ្ញាធរថ្នាក់ជាតិចាំបាច់ត្រូវទៅដោះស្រាយដោយភាពទទួលខុសត្រូវចាក្រៅពីនេះអ្នកសារព័ត៌មានចង់ឲ្យរដ្ឋាភិបាលឬអាជ្ញាធរពាក់ព័ន្ធប្រាមជ្ឈបាយអប់រំជាមុនសិនមុននឹងឈានដល់ការប្រើវិធានការច្បាប់ឬក៏តុលាការហើយគួរតែប្រើច្បាប់ស្ដីពីរបបសារព័ត៌មានជាជាងការប្រើក្រមព្រហ្មទណ្ឌដើម្បីចោទប្រកាន់និងសម្រេចក្តីនោះចាសសូមលោកនាងស្ដាប់បទសម្ភាសន៍របស់លោកសេកបណ្ឌិតជាមួយនឹងនាយកផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ CCIM គឺលោកអ៊ិតសុធឿតជំវិញករណីនេះដូចតទៅបាទសូមជម្រាបសួរលោកសុធឿតបាទសូមជម្រាបសួរលោកសេងបណ្ឌិតនិងជម្រាបសួរប្រិយមិត្តរបស់ស៊ីសេរីទាំងអស់បាទអរគុណណាស់ដែលបានចំណាយពេលវេលាចូលរួមបកស្រាយនៅលើប្រធានបទដែលយើងត្រូវពិភាក្សានៅក្នុងពេលនេះដោយលោកសុធឿតបានជ្រាបអំពីព័ត៌មានសេចក្តីរាយការណ៍របស់លោកយុនសមៀនអំពងបាញ់មិញនេះហើយអំពីការចាប់ខ្លួនអ្នកផ្សព្វផ្សាយអ្នកបញ្ចេញព័ត៌មានលើបណ្ដាញសង្គម Facebook បើសិនជាអាជ្ញាធរប៉ះប្តឹងងាកចាប់ងាកចងងាកប្រជុំទៅតុលាការអញ្ចឹងតើស្ថានភាពនេះនឹងរុញច្រានឲ្យអ្នកដែលប្រើប្រាស់បណ្ដាញសង្គមអ្នកដែលចង់ចែកចាយព័ត៌មានទៅដល់ប្រជាពលរដ្ឋនៅក្នុងសង្គមនេះជួបនឹងវិបត្តិអ្វីខ្លះទៀតបាទសម្រាប់ខ្ញុំផ្ទាល់ខ្ញុំយល់ឃើញថានៅពេលដែលមានការបង្ហាញមតិយោបល់របស់ពួកគាត់ប្រជាពលរដ្ឋគាត់បង្ហាញមតិយោបល់នៅលើបណ្ដាញសង្គមហើយបណ្ដាលឲ្យមានការចាប់ហើយដល់ការអនុវត្តជាផ្លូវច្បាប់ឯនេះអាចមានផលប៉ះពាល់នៅថ្ងៃក្រោយគឺប្រជាពលរដ្ឋមួយចំនួនគាត់អាចនឹងលែងហ៊ានបញ្ចេញមតិយោបល់ក៏ដូចជាចែកចាយព័ត៌មានផ្សេងនៅក្នុងសហគមន៍របស់ពួកគាត់យើងត្រូវដឹងថាប្រជាពលរដ្ឋសាមញ្ញគាត់អាចថាមានចំណេះដឹងតិចតួចពាក់ព័ន្ធនឹងផ្នែកប្រព័ន្ធផ្សព្វផ្សាយនេះហើយព្រោះថាគាត់មិនមែនជាអ្នកសារព័ត៌មានអាជីពវិជ្ជាជីវៈទេដូច្នេះនៅពេលដែលយើងធ្វើបែបនេះនាំឲ្យយើងនឹងបាត់ព័ត៌មានមួយចំនួនចេញពីសហគមន៍ក៏ដូចជាបាត់ការចូលរួមរបស់ពលរដ្ឋដែលគាត់ចង់ចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពសង្គមសកម្មភាពនៅពេលដែលយើងធ្វើបែបនេះក៏វាអាចនឹងផ្ទុយនឹងប្រសាសន៍របស់មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលដែលគាត់បានមានប្រសាសន៍កន្លងមកដោយគឺសម្ដេចសខេងដែលជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃហ្នឹងគាត់ធ្លាប់បានលើកឡើងថាព័ត៌មានដែលគាត់ទទួលបានពីបណ្ដាញសង្គមនិងសារព័ត៌មានផ្សេងៗហ្នឹងគឺប្រហែលជាជិត 90% ទៅហើយដែលជាព័ត៌មានពិតដូច្នេះគឺនេះមានសបញ្ជាក់ថាគាត់ឃើញពីសារៈសំខាន់គឺនៃការចូលរួមរបស់ប្រជាពលរដ្ឋដើម្បីបង្ហាញនៅ
បញ្ហានានាដែលក៏បានកើតឡើងនៅក្នុងសហគមន៍ដែលជាចំណុចខ្វះខាតរបស់អាជ្ញាធរដែលគាត់មិនអាចដឹងពីបញ្ហាទាំងអស់នោះមកព្រោះថាយើងដឹងហើយនៅពេលដែលការរាយការណ៍តាមខ្សែបណ្ដោយរបស់ក្រសួងគាត់នឹងពេលខ្លះវាអាចបាត់ព័ត៌មានមួយចំនួនគឺមានន័យថាព័ត៌មានណាដែលអាជ្ញាធរថ្នាក់ក្រោមនឹងគាត់គិតថាវាប៉ះពាល់ដល់ពួកគាត់មិនបានរាយការណ៍ដល់ថ្នាក់លើទេដូច្នេះថ្នាក់លើនេះបណ្ដាញសង្គមនេះអាចទៅជាមធ្យោបាយថ្មីមួយសម្រាប់ប្រជាពលរដ្ឋទូទៅដែលគាត់អាចមានបញ្ហាការអ្វីមួយកើតឡើងគាត់អាចរាយការណ៍ផ្ទាល់ទៅថ្នាក់ដឹកនាំតែម្ដងអញ្ចឹងនៅពេលដែលមានការចាប់ចងវាធ្វើឲ្យគម្រាមទៅដល់ការបញ្ចេញមតិរបស់ពួកគាត់ហើយមិនត្រឹមតែប៉ុណ្ណោះវាគឺជាការគំរាមកំហែងទៅដល់សិទ្ធិសេរីភាពរបស់ការបញ្ចេញមតិរបស់ប្រជាពលរដ្ឋយើងដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញក៏ដូចជាច្បាប់នានារបស់អន្តរជាតិផងដែរបាទតកតូននឹងបរិបទនេះដែរការចោទប្រកាន់នោះអាចលើសពីអ្វីដែលថាចែកចាយព័ត៌មានមិនពិតទៀតនោះច្រើនតែចោទប្រកាន់ថាពីបទជេរប្រមាថជាសាធារណៈញុះញង់ឲ្យមានភាពវឹកវរមានភាពរើសអើងណាមានអីចឹងថែមទៀតផងហើយបទចោទនេះមិនប៉ះពាល់តែត្រឹមអ្នកប្រើប្រាស់បណ្ដាញសង្គមចែកចាយព័ត៌មានតាមបណ្ដាញសង្គមជាប្រជាពលរដ្ឋធម្មតាទេជួននោះប៉ះពាល់ដល់អ្នកសារព័ត៌មានអាជីពថែមទៀតផងតាមការសង្កេតរបស់លោកផ្ទាល់នៅក្នុងស្រុកនោះតែម្ដងតើការផ្សព្វផ្សាយព័ត៌មានអស់ទាំងនេះវាបានជះឥទ្ធិពលធ្វើឲ្យមានភាពវឹកវរសង្គមមានធ្វើឲ្យអន្តរាយទៅដល់តកសម្បត្តិសាធារណៈឬមួយក៏ធ្វើឲ្យមានគេថាបន្ទុះស្រាយរវាងប្រជាពលរដ្ឋនិងប្រជាពលរដ្ឋឬក៏ប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានអាជ្ញាធររដ្ឋអីយ៉ាងម៉េចទេបាទជាទស្សនៈផ្ទាល់របស់ខ្ញុំមកតាមការសង្កេតកន្លងមកយើងឃើញថាបទចោទនានាហ្នឹងគឺយើងហាក់ដូចជាមិនឃើញមានការនាំឲ្យមានបន្ទុះស្រាយឬក៏ប្រព្រឹត្តបទឧក្រិដ្ឋអីផ្សេងទេនេះមិនមែនមានន័យថាខ្ញុំបដិសេធការសម្រេចរបស់តុលាការទេព្រោះនេះជាការយល់ឃើញឯកជនរបស់ខ្ញុំហើយការបកស្រាយច្បាប់របស់តុលាការយ៉ាងណានោះគឺអានឹងគឺជាអភ័យឯកសិទ្ធិរបស់គាត់ក៏ប៉ុន្តែត្រង់នេះជាការយល់ឃើញរបស់ខ្ញុំព្រោះថានៅពេលប្រជាពលរដ្ឋសាមញ្ញម្នាក់ដែលគាត់គ្រាន់តែបង្ហាញទស្សនៈរបស់គាត់តើវាអាចទៅជាបង្កចលាចលវឹកវរដល់សង្គមដោយរបៀបណាទៅបើគាត់ត្រឹមតែជាពលរដ្ឋសាមញ្ញម្នាក់មួយវិញទៀតតើតូននឹងការចោទប្រកាន់ដោយសារគឺការប្រើច្បាប់ប្រឆាំងនឹងអ្នកសារព័ត៌មានយើងនឹងស្រាប់ហើយថាអ្នកសារព័ត៌មានមុននឹងលោកសេចបណ្ឌិតបានលើកឡើងអំពីថាកញ្ចក់សង្គមប្រជាពលរដ្ឋដែលគាត់បានហ៊ានបញ្ចេញមតិរិះគន់ចំណុចខ្វះខាតរបស់រដ្ឋាភិបាលហ្នឹងគឺជាកញ្ចក់ឆ្លុះបង្ហាញពីតថភាពសង្គមអ្នកសារព័ត៌មានវិជ្ជាជីវៈនេះគឺកាន់តែដើរតួសំខាន់ថែមទៀតទៅលើការបញ្ឆ្លុះបញ្ចាំងអំពីចំណុចខ្វះខាតរបស់រាជរដ្ឋាភិបាលក៏ដូចជាមន្ត្រីនៅក្រមអាវ៉ានេះអញ្ចឹងនៅពេលដែលវាមិនខុសគ្នាពីប្រជាពលរដ្ឋនៅពេលដែលមានការចាប់ចងឬក៏ប្រើទោសទណ្ឌច្បាប់ប្រឆាំងនឹងអ្នកសារព័ត៌មាននេះគឺជាចំណុចដែលនាំឲ្យបន្ទុកបង្អាក់ទៅដល់ការអនុវត្តវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានវិជ្ជាជីវៈដោយសារតែនៅពេលដែលមានអ្វីឡើងគឺយើងអាចប្រើច្បាប់ដូច្នេះវានឹងបាត់អ្នកដែលខ្លំមើលគេហៅថាអ្នកខ្លំមើលសង្គមមួយដ៏សំខាន់មួយថែមទៀតចំពោះចំណុចខ្វះខាតរបស់រដ្ឋាភិបាលហើយនៅពេលដែលសម្រាប់អ្នកសារព័ត៌មានដោយសារខ្ញុំធ្វើការនៅក្នុងវិស័យសារព័ត៌មានស្រាប់ខ្ញុំយល់ថាហើយក៏ដូចជាអាចសុំអំពាវនាវទៅដល់រដ្ឋាភិបាលគួរតែយើងប្រើប្រាស់ច្បាប់ស្តីពីរបបសារព័ត៌មានជាមួយនឹងអ្នកសារព័ត៌មាននៅពេលដែលគាត់ប្រព្រឹត្តកំហុសណាមួយជាជាងប្រើក្រមព្រហ្មទណ្ឌដែលវាឈានទៅដល់ការដាក់ទោសទណ្ឌអីនឹងជាដើមបាទអរគុណអំពីបញ្ហារោគដំណោះស្រាយវិញតើអ្នកប្រើប្រាស់បណ្ដាញសង្គមឬក៏អ្នកសារព័ត៌មានអីជាដើមនៅតាមសហគមន៍ហ្នឹងគួរធ្វើយ៉ាងណាគួរប្រយ័ត្នខ្លួនយ៉ាងណាដើម្បីរក្សាសុវត្ថិភាពសម្រាប់ខ្លួនឯងហើយបន្តការងារអាជីពឬក៏ការងារដែលជាសិទ្ធិរបស់យើងបន្តទៀតតើអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ប្រុងប្រយ័ត្នយ៉ាងម៉េចខ្លះតាមរយៈបទពិសោធន៍របស់លោកដែលឆ្លងកាត់ការគ្រប់គ្រងស្ថាប័នសារព័ត៌មានកន្លងមកនេះបាទតើតើនឹងបញ្ហានេះគឺខ្ញុំគិតថាស្ថានភាពនេះដែលពាក្យថាព័ត៌មានប្រឌិតព័ត៌មានคล้ายៗដែលកំពុងតែពេញនិយមនេះវាអាចតែជាបញ្ហាប្រឈមមួយរបស់សារព័ត៌មានក៏ប៉ុន្តែអាចថាជាឱកាសរបស់សារព័ត៌មានវិជ្ជាជីវៈផងដែរព្រោះថាពាក្យថាសារព័ត៌មានមានន័យថាយើងបានផ្ទៀងផ្ទាត់ព័ត៌មាននោះមានប្រភពដែលបានផ្ដល់ព័ត៌មាននោះច្បាស់លាស់យើងបានពិនិត្យមើលភាពត្រឹមត្រូវនៃព័ត៌មាននេះអញ្ចឹងជាមតិរបស់ខ្ញុំ
ដើម្បីជៀសវាងជៀសផុតពីការចោទប្រកាន់ផ្សេងៗក៏ដូចជាជៀសវាងការចែករំលែកព័ត៌មានមិនពិតឬក៏ព័ត៌មានคล้ายៗដោយអចេតនាឬក៏ប្រការណាមួយគឺអ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់គួរតែប្រុងប្រយ័ត្នមានន័យថាគាត់ត្រូវជំរឹះមានន័យថាចម្រាញ់ប្រភពព័ត៌មានដែលគាត់មុននឹងចែកចាយគាត់ត្រូវពិនិត្យមើលថាតើព័ត៌មានដែលគាត់នឹងចែកចាយនេះចេញពីប្រភពណាមានអ្វីបានបញ្ជាក់ហើយឬនៅដូច្នេះមានន័យថាវាគាត់ត្រូវពឹងផ្អែកទៅលើព័ត៌មានដែលចេញពីសារព័ត៌មានវិជ្ជាជីវៈឬក៏សារព័ត៌មានដែលមានស្ថាប័នច្បាស់លាស់មិនមែនតែគ្រាន់តែជាការនិយាយបែបបុគ្គលឬមួយក៏គេហទំព័រឬក៏គេហៅថាគណនី Facebook ដែលបង្កើតមើលទៅមិនមានអីច្បាស់លាស់ដូច្នេះគាត់គួរតែពិនិត្យមើលប្រភពឲ្យបានច្បាស់លាស់មុននឹងចែកចាយនេះគឺជាចំណុចខ្លីដែលខ្ញុំអាចចូលរួមបាទអរគុណច្រើនលោកសូសធឿនដែលបានចំណាយពេលវេលាដ៏មានតម្លៃផ្ដល់បទសម្ភាសន៍ដល់អសិរ័យក្នុងរាត្រីនេះបាទខ្ញុំអរគុណលោកសេចបណ្ឌិតដែលបានអនុញ្ញាតឲ្យខ្ញុំចូលរួមហើយក៏អរគុណទៅដល់ប្រិយមិត្តអសិរ័យទាំងអស់ដែរបាទអរគុណជម្រាបលាចាលោកនាងកញ្ញាទៅបានស្ដាប់បទសម្ភាសន៍របស់លោកសេចបណ្ឌិតជាមួយនឹងនាយកផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យគឺលោកអ៊ិតសុធឿនជុំវិញការបន្តចាប់ខ្លួននិងឃុំខ្លួនអ្នកបញ្ចេញមតិតាមបណ្ដាញសង្គមចាលោកនាងជាទីមេត្រីអាជ្ញាធរស្រុកភ្នំស្រួយបានដាក់គ្រឿងចាក់និងកងកម្លាំងប្រដាប់អាវុធចុះឈូសកំទេចផ្ទះមួយខ្នងនិងដំណាំរបស់ពលរដ្ឋចំនួន3គ្រួសារនៅចំណុចភូមិពីងតុងឃុំត្រែងត្រយឹងពលរដ្ឋសោកស្ដាយចំពោះទង្វើអាជ្ញាធរខេត្តកំពង់ស្ពឺដែលមិនបានដោះស្រាយផលប៉ះពាល់របស់ប្រជាពលរដ្ឋជាមុនសិនចាសេចក្តីរាយការណ៍ពីស្ដារអំពីរឿងនេះលោកនាងនឹងបានស្ដាប់នាពេលបន្តិចទៀតនេះចាសូមអរគុណលោកណានៀងជាទីមេត្រីតកតងនឹងគណៈបកសង្គ្រោះជាតិវិញក្រុមការងារផ្នែកការបរទេសរបស់គណៈបកនេះកំពុងធ្វើកិច្ចការងារការទូតជាមួយមន្ត្រីសមាជិកសភាប្រតិសភានិងមន្ត្រីសំខាន់នៃប្រទេសលោកសេរីអំពីគម្រោងវិលចូលស្រុកវិញនៅដើមខែមករាខាងមុខយ៉ាងមន្ត្រីបកកណ្ដាលអំណាចថាបើមន្ត្រីបកប្រឆាំងចង់ចូលប្រទេសកម្ពុជាវិញលុះត្រាតែអ្នកធ្វើដំណើរទាំងនោះមានឯកសារត្រឹមត្រូវនិងបំពេញតាមផ្លូវច្បាប់ត្រឹមត្រូវយ៉ាងនេះគឺជាសេចក្តីរាយការណ៍របស់លោកជាតិចំណានពីរដ្ឋធានី Washington មេដឹកនាំផែនការវិលចូលស្រុកវិញនៃគណៈបកសង្គ្រោះជាតិអះអាងថាគណៈកម្មការនៃកិច្ចការបរទេសរបស់គណៈបកសង្គ្រោះជាតិកំពុងធ្វើការដ៏មមាញឹកជាមួយនឹងមន្ត្រីសំខាន់នៃប្រទេសមហាអំណាចនិងមន្ត្រីនៃអង្គការអន្តរជាតិក្នុងនោះរួមមានសហរដ្ឋអាមេរិកបារាំងអូស្ត្រាលីនិងបណ្ដាប្រទេសនៅសហភាពអឺរ៉ុបអ្នកស្រីមូសុខហួរអនុប្រធានគណៈបកសង្គ្រោះជាតិឲ្យអាស៊ីស្រីដឹងនៅថ្ងៃទី12ខែធ្នូថាសម្រាប់អ្នកស្រីបានជួបនិងបានទទួលលិខិតដែលជាការចាត់វិធានការពីសមាជិកព្រឹទ្ធសភារបស់សហរដ្ឋអាមេរិកប៉ុន្តែអ្នកស្រីសូមមិនធ្វើអត្ថាធិប្បាយលម្អិតអំពីលិខិតនោះទេអ្នកស្រីឲ្យដឹងទៀតថាអ្នកស្រីនិងលោកសំរងស៊ីក៏គ្រោងជួបមន្ត្រីសិទ្ធិមនុស្សដែលមានទីស្នាក់ការនៅប្រទេសស្វីសតាមប្រព័ន្ធអ៊ីនធឺណិតនៅពេលខាងមុខគណៈកម្មការកិច្ចការបរទេសនៃគណៈបកសង្គ្រោះជាតិទាំងនៅសហរដ្ឋអាមេរិកទាំងនៅនីសមុទ្រកំពុងតែធ្វើការងារនេះនៅគ្រប់ប្រទេសទាំងអស់យើងជួបមានការណាត់ជួបហើយជាមួយតំណាងរាស្ត្រនៅប្រទេសអូស្ត្រាលីខ្ញុំផ្ទាល់បានជួបជាមួយនឹងព្រឹទ្ធសភានៅក្នុងរដ្ឋរបស់ខ្ញុំមន្ត្រីជាន់ខ្ពស់គណៈបកសង្គ្រោះជាតិភាគច្រើនជាសមាជិកសភាដែលកំពុងភៀសខ្លួននៅក្រៅប្រទេសបានប្រកាសថាអ្នកដែលមានសញ្ជាតិ2ឬមានលិខិតឆ្លងដែន2គឺត្រូវវិលទៅប្រទេសកម្ពុជានៅថ្ងៃទី4ខែមករាឆ្នាំ2021រីឯអ្នកមានលិខិតឆ្លងដែនសញ្ជាតិខ្មែរតែមួយគឺកំពុងរៀបចំឯកសារដើម្បីអាចចូលប្រទេសកម្ពុជាតាមគម្រោងទោះជាយ៉ាងណាអ្នកស្រីមូសុខួរមិនប្រាប់ឲ្យដឹងពីចំនួនលម្អិតនៃមន្ត្រីគណៈបកសង្គ្រោះជាតិដែលត្រូវវិលទៅប្រទេសកម្ពុជាវិញនោះឡើយតាក់ទងនឹងផែនការវិលចូលស្រុករបស់គណៈបកប្រឆាំងនេះអ្នកនាំពាក្យគណៈបកប្រជាជនកម្ពុជាលោកឈឹមផលភិរុនយល់ថាច្បាប់កម្ពុជាមិនហាមឃាត់ពលរដ្ឋខ្មែរមិនឲ្យវិលចូលស្រុកនោះទេប៉ុន្តែត្រូវមានឯកសារនៃការធ្វើដំណើរត្រឹមត្រូវនិងត្រូវគោរពការធ្វើវិធានការបង្ការជំងឺ Covid-19 ដោយឡែកចំពោះការប្រើលិខិតឆ្លងដែនបរទេសលោកថាអ្នកធ្វើដំណើរត្រូវការទឹកដីកានិងឯកសារពាក់ព័ន្ធបុគ្គលដែលជាពលរដ្ឋខ្មែរពុំត្រូវបានមានសាលដីកាឬក៏តុលាការណាហាមមិនឲ្យត្រឡប់មកកម្ពុជាណាអាហ្នឹងវាអត់បញ្ហាទេក្នុងន័យទូទៅហើយសំខាន់ពលរដ្ឋខ្មែរត្រូវតែមានឯកសារធ្វើដំណើរឲ្យច្បាស់លាស់
អីមកដើម្បីបំពេញក្របខ័ណ្ឌនៃការធ្វើដំណើរពីក្រៅប្រទេសចូលកម្ពុជាក៏ដូចពីកម្ពុជាទៅក្រៅប្រទេសរឿងធម្មតាទេ ជុំវិញការអះអាងរបស់មន្ត្រីបកប្រឆាំងដែលថាមានការដឹងឮពីមន្ត្រីបរទេសលោកសេរីនោះលោកឈឹមផភេរុនថានេះគ្រាន់តែជាការនិយាយតែភាគីម្ខាងប៉ុណ្ណោះទោះគ្មានជំនឿលើប្រព័ន្ធតុលាការកម្ពុជាប៉ុន្តែគណៈបកសង្គ្រោះជាតិប្រកាសថាអ្នកស្រីមូសុខហួរនឹងថ្នាក់ដឹកនាំមន្ត្រីគណៈបកសង្គ្រោះជាតិនិងសកម្មជនរបស់គណៈបកនេះដែលមានឈ្មោះក្នុងដីកាកោះរបស់តុលាការក្រុងភ្នំពេញនឹងទៅតតាំងក្តីនៅតុលាការក្រុងភ្នំពេញលើសំណុំរឿងឧបឃាតរួមគំនិតក្បត់និងបទញុះញង់ពួកគេកំណត់ថ្ងៃជាក់លាក់វិលចូលកម្ពុជាវិញគឺនៅថ្ងៃទី4ខែមករាឆ្នាំ2021ប្រធានក្រុមអ្នកវិភាគវ័យក្មេងកញ្ញាលីស្រីស្រស់យល់ថាការវិលចូលស្រុកដោយមានការដឹងឮពីប្រទេសប្រជាធិបតេយ្យគឺអាចធ្វើឲ្យសហគមន៍អន្តរជាតិជួយឃ្លាំមើលឬការធានាណាមួយអ្នកវិភាគវ័យក្មេងរូបនេះថាការវិលចូលស្រុកនេះទោះមានវិធានការបែបនេះពីតុលាការឬរដ្ឋាភិបាលក្តីប៉ុន្តែអាចជាការចាប់ផ្ដើមធ្វើឲ្យមានដំណោះស្រាយនយោបាយជាទម្រង់មួយដែលការចូលស្រុកនេះគណៈបកសង្គ្រោះជាតិមិនគួរគេហៅថាមកចូលតែឯងដោយមិនមានកិច្ចសហការជាមួយនឹងបណ្ដាប្រទេសជាតិតៃក៏ដូចជាសហគមន៍អន្តរជាតិទេអាហ្នឹងអ្វីដែលខ្ញុំមើលឃើញណាតែយើងមិនគួរចូលមកតែឯងទេយើងគួរមានសហប្រតិបត្តិការណាមួយឬក៏ការធានាណាមួយឬក៏ការជួយឃ្លាំមើលណាមួយដែលអាចរក្សាបាននៅការត្រួតពិនិត្យក៏ដូចជាការធ្វើម៉េចឲ្យមានការដឹងឮអំពីសហគមន៍អន្តរជាតិឬក៏បណ្ដាប្រទេសផ្សេងៗមន្ត្រីគណៈបកសង្គ្រោះជាតិដែលប្រកាសចូលស្រុកលើកនេះបានត្រៀមខ្លួនចូលគុកឬយកគុកធ្វើជាផ្ទះប្រសិនបើអាជ្ញាធរកម្ពុជាចាប់ខ្លួនទោះជាយ៉ាងណាគណៈបកនេះធ្លាប់បរាជ័យម្ដងរួចមកហើយកាលពីខែវិច្ឆិកាឆ្នាំ2019ដោយរដ្ឋាភិបាលលោកហ៊ុនសែនបិទគ្រប់ច្រកល្ហកនិងហាមប្រទេសក្បែរខាងកម្ពុជាមិនឲ្យដឹកថ្នាក់ដឹកនាំគណៈបកសង្គ្រោះជាតិធ្វើដំណើរឆ្លងកាត់ខ្ញុំបាទចិត្តចំណានអាស៊ីសេរីពីរដ្ឋធានី Washington ចាលោកនាងកញ្ញាកំពុងស្ដាប់ការផ្សាយរបស់វិទ្យុអាស៊ីសេរីដែលផ្សាយចេញពីរដ្ឋធានី Washington អ្នកចូលរួមយុទ្ធនាការបញ្ចប់អំពើនេតន្នភាពនៃគណៈបក្សសង្គ្រោះជាតិបានចុះហត្ថលេខាគាំទ្រយុទ្ធនាការនេះបានជាង 41,900 នាក់ហើយគិតមកត្រឹមយប់ថ្ងៃទី12ខែធ្នូចាប់ប្រជាប្រដ្ឋនិងសកម្មជនគណៈបក្សសង្គ្រោះជាតិទាំងអស់បានបន្តចុះហត្ថលេខាគាំទ្រយុទ្ធនាការបញ្ចប់នេតន្នភាពឬក៏ភាពគ្មានទោសពៃដល់ជនល្មើសនៅកម្ពុជានេះដោយក្រុមប្រមូលស្នាមមេដៃប្រជាប្រដ្ឋប្រមាណជាកន្លះលាននាក់ដើម្បីដាក់ញត្តិទៅតុលាការអន្តរជាតិឲ្យជួយរកយុត្តិធម៌ជូនដល់ក្រុមជនរងគ្រោះដែលបានស្លាប់ដោយអយុត្តិធម៌ក្រោមរបបគ្រប់គ្រងរបស់លោកហ៊ុនសែនจากក្រុមការងារនេះដឹងថាមានអ្នកជំនាញដើម្បីរៀបចំសិភៅសមកពីសាកលវិទ្យាល័យល្បីមួយនៅប្រទេសអូស្ត្រាលីនិងជាអ្នកទទួលខុសត្រូវលើការចងក្រងឯកសារព្រឹត្តិការណ៍បោកគ្រាប់បែកចូលវងបាតកោដឹកនាំដោយលោកសំរងស៊ីក្នុងពេលតវ៉ាទាមទាររកយុត្តិធម៌សង្គមនិងទាមទារឲ្យកំណែទម្រង់ប្រព័ន្ធយុត្តិធម៌កាលពីថ្ងៃទី30ខែមីនាឆ្នាំ1997ចាទន្ទឹមគ្នានេះក្រុមការងារក៏កំពុងចងក្រងសំណុំរឿងលោកជាវិជាលោកបណ្ឌិតកែមលីលោកឈុតវិធីបដិជគុណសំប៊ុនធឿនករណីសម្លាប់អ្នកកាសែតសិល្បករនៅព្រឹត្តិការណ៍រដ្ឋប្រហារថ្ងៃ5-6 កក្កដាឆ្នាំ1997ហើយថានឹងចងក្រងឯកសារទាំងនេះបិទបញ្ចប់នៅត្រឹមចុងឆ្នាំ2020នេះជាពាក់ព័ន្ធនឹងការបាត់ខ្លួនរបស់សកម្មជននយោបាយថៃតុលាការក្រុងភ្នំពេញនៅមិនទាន់បញ្ជូនភស្តុតាងដែលបងស្រីរបស់សកម្មជនថៃនេះដែលបានដាក់ជូនដើម្បីឲ្យសមត្ថកិច្ចស៊ើបអង្កេតរឿងក្តីនេះមន្ត្រីសង្គមស៊ីវិលយល់ឃើញថាតុលាការគួរតែបង្ហាញនូវដំណាភាពក្នុងការស៊ើបអង្កេតករណីនេះដើម្បីឲ្យប្រជាពលរដ្ឋនិងក្រុមគ្រួសាររបស់ជនរងគ្រោះជឿទុកចិត្តបានចាប់ពីរដ្ឋធានី Washington លោកជាតិចំណានមានសេចក្តីរាយការណ៍មួយទៀតជុំវិញព័ត៌មាននេះការស៊ើបអង្កេតសំណុំរឿងចាប់ពង្រត់សកម្មជននយោបាយថៃលោកវ៉ាន់ឆលឹមនៅកណ្ដាលក្រុងភ្នំពេញហាក់មិនទាន់មានដំណើរការទៅមុខនៅឡើយទេទោះបីជាសាច់ញាតិរបស់សកម្មជនរូបនេះបានដាក់ភស្តុតាងជាច្រើនដើម្បីជួយដល់ការស៊ើបអង្កេតរបស់អាជ្ញាធរយ៉ាងណាក្តីអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោកសានសុកសីហាឲ្យស៊ីសេរីដឹងនៅថ្ងៃទី12ធ្នូថារហូតមកដល់ពេលនេះតុលាការក្រុងភ្នំពេញមិនទាន់បញ្ជូនឯកសារភស្តុតាងដែលបងស្រីរបស់សកម្មជនថៃលោកវ៉ាន់ឆលឹមស័ក្តិសិទ្ធិមកឲ្យសមត្ថកិច្ចក្រុងភ្នំពេញដើម្បីស៊ើបអង្កេតបន្ថែមក្នុងករណីនេះនៅឡើយទេ
ដូចជាអត់ឃើញមានគាត់មានបានតាក់ទងមកទោះបីតែគាត់ធ្វើពិធីហ្នឹងក៏គាត់អត់មានបានដល់ពួកមានមកបាត់តែគាត់ឃើញមានអីទេឥឡូវបញ្ហាសំខាន់បងសួរទៅខាងនោះសិនណាហើយយ៉ាងទៀតវា COVID ផងអីផងក៏មកអាចសួរពួកមានទៅខាងខាងឡាកាបងស្រីរបស់លោកវ៉ាន់ចាលឹមគឺលោកស្រីស៊ីថាណាន់ស័ក្តិស័ក្តិសិទ្ធិបានជួបបំភ្លឺតាមការកោះហៅរបស់ចៅក្រមស៊ើបសួរតុលាការក្រុងភ្នំពេញកាលពីថ្ងៃទី8ខែធ្នូលោកស្រីបានប្រគល់ភស្តុតាងជាច្រើនជូនដល់ចៅក្រមស៊ើបសួរដើម្បីរកយុត្តិធម៌ជូនប្អូនប្រុសលោកស្រីដែលត្រូវបានក្រុមប្រដាប់អាវុធចាប់ពង្រត់បាត់ដំណឹងសូនឈឹងតាំងពីដើមខែមិថុនាមកភស្តុតាងទាំងនោះរួមមានឯកសារចំនួន177ទំព័រនិងសក្ខីកម្មដែលបញ្ជាក់ថាប្អូនប្រុសរបស់លោកស្រីបានស្នាក់នៅកម្ពុជាពេលដែលត្រូវគេចាប់ពង្រត់ក្រៅពីនេះលោកស្រីបានដាក់រូបថតវីដេអូភស្តុតាងជាទូរស័ព្ទព័ត៌មានលម្អិតអំពីគណនីធនាគារនិងលិខិតឆ្លងដែនដែលបង្ហាញថាលោកវ៉ាន់ចាលឹមបានស្នាក់នៅភ្នំពេញបន្ទាប់ពីគាត់ភៀសខ្លួនពីប្រទេសថៃតាំងពីក្រោយរដ្ឋប្រហារយោធាកាលពីឆ្នាំ2014អាស៊ីសេរីបានព្យាយាមតាក់ទងអ្នកនាំពាក្យអัยការអមតុលាការក្រុងភ្នំពេញលោកគុជកំឡុងបីសួរនាំអំពីរឿងនេះបន្ថែមប៉ុន្តែពុំមានអ្នកទទួលទូរស័ព្ទនោះទេនៅថ្ងៃទី12ខែធ្នូនេះមេធាវីការពារក្តីឲ្យបងស្រីលោកវ៉ាន់ចាលឹមគឺលោកសំចម្រើនបញ្ជាក់ថាលោកទុកពេលវេលាឲ្យតុលាការសិក្សានិងស្រាវជ្រាវបន្ថែមលើភស្តុតាងដែលកូនក្តីរបស់លោកបានដាក់ជូននេះហើយប្រសិនបើគ្មានចំណាត់ការណាមួយនោះទេក្រុមមេធាវីនឹងរៀបចំនីតិវិធីជំរុញបន្ថែមទៀតក៏មានអីជាចំណាត់ការពិសេសអីទេណានៅក្នុងអីដំណើរការពិនិត្យសិក្សាក្នុងកម្រិតទ្រឹស្ដីយើងរងចាំបន្តិចបើមិនជាមិនឃើញមានចំណាត់ការដោយការគិតរបស់យើងឬតាមផ្លូវច្បាប់យើងមើលទៅថាវាមានភាពចាំបាច់យើងនឹងជំរុញណាចំណែកប្រធានផ្នែកសិទ្ធិមនុស្សនិងដីធ្លីនៃសមាគមការពារសិទ្ធិមនុស្សអាត់ហុកលោកនីសុខាមានប្រសាសន៍ថារដ្ឋាភិបាលកម្ពុជានិងតុលាការគួរបង្ហាញការយកចិត្តទុកដាក់ក្នុងការស្វែងរកយុត្តិធម៌ជូនដល់ក្រុមគ្រួសាររងគ្រោះលោកបន្តថាតុលាការគួរដោះស្រាយបញ្ហាឈរលើឯករាជ្យភាពដំណាភាពមួយឲ្យបានត្រឹមត្រូវដើម្បីផ្ដល់មុខមាត់កិត្តិយសដល់ប្រទេសកម្ពុជាយើងត្រូវបន្តនីតិវិធីពិសេសគឺជាមួយនឹងតុលាការដើម្បីស្វែងរកការពិតឲ្យឃើញសិនជាជាងយើងធ្វើការបដិសេធក្នុងន័យមួយបញ្ញាពេកវាអាចនាំឲ្យមានការផ្លាស់ប្ដូរពីព្រោះនៅក្នុងរឿងនេះក៏គេមានការសង្ស័យថាបើមានសាក្សីខ្លះដែរដែលគេបង្ហាញថាបរិសុទ្ធជនជាតិថៃនឹងគឺមកបាត់ខ្លួននៅក្នុងប្រទេសកម្ពុជាយើងក៏ដូចជាគេបានឃើញគាត់ស្នាក់នៅណានេះគឺទៅតាមអ្វីដែលជាព័ត៌មានកន្លងមកដែលយើងធ្លាប់ទទួលបានជាទូទៅនេះហើយបានយើងទុកលទ្ធភាពនឹងឲ្យតុលាការដើម្បីធ្វើការស៊ើបអង្កេតដើម្បីស្វែងរកការពិតហើយការស៊ើបអង្កេតនេះត្រូវតែធ្វើឡើងដោយមានលក្ខណៈតម្លាភាពដោយធ្វើយ៉ាងណាដើម្បីឲ្យមហាជនគេអាចជឿទុកចិត្តបានសកម្មជនអាយក្រហមនិងជាអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យថៃលោកវ៉ាន់ចាលឹមស័ក្តិស័ក្តិសិទ្ធិមានអាយុ37ឆ្នាំត្រូវបានជនប្រដាប់អាវុធមួយក្រុមចាប់ពង្រត់កាលពីថ្ងៃទី4ខែមិថុនាក្នុងពេលដែលលោកកំពុងដើរតាមផ្លូវទៅទិញម្ហូបអាហារនៅមុខកន្លែងស្នាក់នៅរបស់លោកនៅក្នុងទីក្រុងភ្នំពេញអ្នករិះគន់រដ្ឋាភិបាលថៃរូបនេះបានរត់គេចចេញពីប្រទេសកំណើតរបស់ខ្លួនបន្ទាប់ពីរដ្ឋប្រហារយោធាឆ្នាំ2014និងបានរស់នៅនិរទេសខ្លួនក្នុងប្រទេសកម្ពុជាហើយលោកនៅតែបន្តរិះគន់រដ្ឋាភិបាលថៃនៅលើទំព័របណ្ដាញសង្គមរបស់លោកកន្លងមកអាជ្ញាធរកម្ពុជាអះអាងថាលោកវ៉ាន់ចាលឹមមិនមានឈ្មោះក្នុងបញ្ជីជនបរទេសដែលស្នាក់នៅកម្ពុជាតាំងពីឆ្នាំ2017មកម្ល៉េះអាជ្ញាធរកម្ពុជាក៏បដិសេធថាខ្លួនមិនមានជាប់ពាក់ព័ន្ធនឹងករណីចាប់ពង្រត់នេះឡើយហើយការស៊ើបអង្កេតនៅតែបន្តប៉ុន្តែមិនទាន់មានតម្រុយណាមួយនៃការស៊ើបអង្កេតពីករណីបាត់ខ្លួនសកម្មជននយោបាយថៃលោកវ៉ាន់ចាលឹមស័ក្តិស័ក្តិសិទ្ធិនៅឡើយទេរហូតមកដល់ពេលនេះក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានចោទសួរនិងជំរុញម្ដងហើយម្ដងទៀតឲ្យរដ្ឋាភិបាលលោកហ៊ុនសែនស៊ើបអង្កេតករណីនេះដោយហ្មត់ចត់និងឥតលំអៀងហើយត្រូវផ្ដល់ព័ត៌មានលម្អិតឬការវិវត្តនៃការស៊ើបអង្កេតនោះដើម្បីធានាពីសុវត្ថិភាពនិងជោគវាសនារបស់លោកវ៉ាន់ចាលឹមជាពិសេសត្រូវបង្ហាញថាជនល្មើសកំពុងត្រូវបានអាជ្ញាធរកំណត់អត្តសញ្ញាណនិងកំពុងស្វែងរកចាប់ខ្លួនខ្ញុំបាទជាចំណានអាស៊ីសេរីពីរដ្ឋធានី Washington ចាលោកនាងជាទីមេត្រីដែលឡាយតាក់ទងនឹងបញ្ហាជួញដូរគ្រឿងញៀនសង្គមស៊ីវិលព្រួយបារម្ភពីការរត់ពន្ធគ្រឿងញៀនចូលកម្ពុជាកាន់តែច្រើនឡើងក្នុងរយៈពេលជិតដាច់ឆ្នាំ2020នេះការព្រួយបារម្ភនេះក្រោយដែលអាជ្ញាធរចាប់បានគ្រឿងញៀនជាបន្តបន្ទាប់ហើយដែលភាគច្រើននាំចូលពីប្រទេសថៃសង្គមស៊ីវិលសង្ស័យថាការហូរចូលគ្រឿងញៀនមួយរយៈចុងក្រោយនេះគឺដោយសារតែមានអំពើពុករលួយតាមព្រំដែននិងកង្វះសមត្ថភាពទប់ស្កាត់របស់អាជ្ញាធរឲ្យមានប្រសិទ្ធភាពអ្នកសម្របសម្រួលសមាគមអាត60ខេត្តបាត់ដំបងលោកយិនមេលីមានប្រសាសន៍ថាការនាំចូលគ្រឿងញៀនពីប្រទេសថៃចូលមកកម្ពុជាមួយរយៈចុងក្រោយនេះទំនងជាចូលតាមច្រករបៀងដោយសារតែច្រកអន្តរជាតិធំត្រូវបានបិទជាផ្លូវការយូរហើយដោយសារជំងឺ Covid-19
ជាមន្ត្រីសង្គមស៊ីវិលរូបនេះយកឃើញថាគ្រឿងញៀនដែលនាំចូលកម្ពុជាមួយរយៈចុងក្រោយនេះប្រហែលជាសម្រាប់ទុកលក់និងចែកចាយក្នុងប្រទេសកម្ពុជាច្រើនជាងឆ្លងកាត់កម្ពុជាហើយនាំចេញបន្តទៅប្រទេសទី3ចាលោកក៏បានឲ្យដឹងថាតាមភូមិស្រុកនៅជនបទភាគច្រើនសុទ្ធតែទទួលរងឥទ្ធិពលគ្រឿងញៀនបណ្ដាលឲ្យក្មេងៗនិងយុវជននាំគ្នាសេពគ្រឿងញៀនជាក្រុមៗ អញ្ចឹងយើងឃើញថាវិធានការទប់ស្កាត់របស់អាជ្ញាធរវាអត់មានប្រសិទ្ធភាពបានន័យថាយើងមិនមែនត្រឹមតែបង្ក្រាបទេយើងត្រូវធ្វើយ៉ាងម៉េចឲ្យប្រជាពលរដ្ឋឲ្យអ្នកប្រើប្រាស់យល់អំពីផលលំបាកនៃការប្រើប្រាស់គ្រឿងញៀនបើយើងយកវិធានការទប់ស្កាត់មួយយកមកប្រើប្រាស់ខ្ញុំគិតថាមិនបានជោគជ័យទេឥឡូវនេះយើងឃើញវិធានការបង្ក្រាបបានប្រើប្រាស់តែវិធានការទប់ស្កាត់ដូចអត់មានទេមិនតែប៉ុណ្ណឹងយើងឃើញមានប្រជាពលរដ្ឋនៅពេលដែលយើងចុះទៅតាមមូលដ្ឋានគាត់មានការរអ៊ូដោយសារបញ្ហាគ្រឿងញៀនបានថុកលុកទៅដល់ជនបទដាច់ស្រយាលបានធ្វើឲ្យប៉ះពាល់ដល់ជាពិសេសគឺយុវជនរបស់យើងតែម្ដងដែលធ្វើភ្លើនសបាយនឹងគ្រឿងញៀននេះបាទ រយៈពេលមួយសប្តាហ៍ចុងក្រោយនេះសមត្ថកិច្ចចាប់បានជនជាតិថៃប្រុសស្រី2នាក់ដែលនាំគ្រឿងញៀនចូលកម្ពុជាទម្ងន់សរុបជាង80គីឡូក្រាមជាបន្តបន្ទាប់កាលពីថ្ងៃទី5ខែធ្នូនគរបាលខេត្តបាត់ដំបងចាប់បានស្ត្រីជនជាតិថៃម្នាក់ឈ្មោះផាន់ភុំរតនាអាយុ31ឆ្នាំដែលមានសារធាតុញៀនប្រភេទមេតាំហ្វេតាមីនឬហៅថាម៉ាតកកចំនួន30កញ្ចប់ធំប្រមាណជា30គីឡូក្រាម ចាំមួយថ្ងៃក្រោយមកគឺនៅថ្ងៃទី6ខែធ្នូអាជ្ញាធរក៏បានចាប់ករណីជួញដូរគ្រឿងញៀនឆ្លងដែនមកពីប្រទេសថៃចូលកម្ពុជាមួយករណីទៀតនៅឯសង្កាត់ប្រែតសេកខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញសមត្ថកិច្ចចាប់បានបរិសុទ្ធជនជាតិថៃឈ្មោះសរៈឆៃខំកែវដែលមានអាយុ37ឆ្នាំជាមួយនឹងវត្ថុតាងសារធាតុញៀនប្រភេទមេតាំហ្វេតាមីនទម្ងន់ជាង50គីឡូក្រាមរួមជាមួយនឹងរថយន្ត ម៉ាក Lexus 471គ្រឿងដែលជនសង្ស័យបានជួលដើម្បីដឹកជញ្ជូនគ្រឿងញៀន បច្ចុប្បន្នជនសង្ស័យជនជាតិថៃទាំងពីរនាក់នេះត្រូវបានសាលាដំបងខេត្តបាត់ដំបងនិងសាលាដំបងរាជធានីភ្នំពេញឃុំខ្លួនបណ្ដោះអាសន្នពីបទដឹកជញ្ជូននិងជួញដូរសារធាតុញៀនខុសច្បាប់ ចាស៊ីស្រីមិនអាចសុំការបញ្ជាក់បន្ថែមរឿងនេះពីអគ្គស្នងការរងនគរបាលជាតិទទួលបន្ទុកបង្ក្រាបគ្រឿងញៀនលោកម៉ាក់ជូតូបានទេនៅថ្ងៃទី12ខែធ្នូដោយលោកមិនទទួលទូរស័ព្ទ តែយ៉ាងណាលោកប្រាប់សារព័ត៌មានក្នុងស្រុកថានគរបាលជំនាញកំពុងសហការជាមួយភាគីថៃដើម្បីបើកការស្រាវជ្រាវស្វែងរកចាប់ខ្លួនមេខ្លោងធំនិងអ្នកពាក់ព័ន្ធមួយចំនួនទៀតនៅក្នុងប្រទេសថៃលោកថា 30% នៃបទល្មើសជួញដូរគ្រឿងញៀនឆ្លងដែនគឺក្រុមអក្រិតជនបានបើកការជួញដូរនៅកម្ពុជាឯ 70% ទៀតគឺពួកគេបាននាំគ្នាបន្តទៅកាន់ប្រទេសទី3ដោយឆ្លងកាត់ប្រទេសកម្ពុជា ចាលោកម៉ាក់ជីតូធ្លាប់ប្រាប់អធិស្រីថាអង្គការចាត់តាំងដែលកំពុងផលិតគ្រឿងញៀននៅតំបន់ត្រីកោណមាសម្ដុំព្រំដែនប្រទេសមីយ៉ាន់ម៉ាឡាវនិងថៃនឹងមានកងកម្លាំងប្រដាប់អាវុធត្រឹមត្រូវកំពុងចាលគ្រឿងញៀនដោយសារវិបត្តិជំងឺ Covid-19 លោកបានបញ្ជាក់ថាបច្ចុប្បន្នក្រុមផលិតគ្រឿងញៀនកំពុងរកវិធីគ្រប់បែបយ៉ាងក្នុងការនាំគ្រឿងញៀនចេញយកទៅលក់នៅប្រទេសនានាក្នុងពិភពលោកដូចជានៅអូស្ត្រាលីសហរដ្ឋអាមេរិកជាដើមដោយឆ្លងកាត់ប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងនោះក៏រួមមានកម្ពុជាផងដែរ ជាប្រធានសមាគមបណ្ដាញយុវជនកម្ពុជាលោកអុលវ៉ាន់យល់ឃើញថាការអាចនាំចូលគ្រឿងញៀនមានចំនួនច្រើនចូលកម្ពុជាមួយរយៈចុងក្រោយនេះគឺបង្ហាញពីចំណុចខ្វះខាតរបស់អាជ្ញាធរក្នុងការទប់ស្កាត់ លោកសង្ស័យថាករណីនាំចូលគ្រឿងញៀនច្រើនបែបនេះអាចពាក់ព័ន្ធអ្នកមានលុយឬអ្នកមានអំណាចខ្មែរ ចាលោកជំរុញឲ្យអាជ្ញាធរគ្រឿងញៀននិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់សហការគ្នាទប់ស្កាត់និងបង្ក្រាបគ្រឿងញៀនឲ្យមានប្រសិទ្ធភាពជាងសប្តាហ៍ថ្ងៃពីព្រោះថាគ្រឿងញៀនកំពុងហូរចូលយ៉ាងកក្រឹកកក្រែងតាមភូមិឃុំនៅជនបទនិងកំពុងបង្វក់យុវជនជាច្រើនឲ្យសេពគ្រឿងញៀនតាមគ្នា លោកថាអ្នកដែលសេពគ្រឿងញៀនរងផលប៉ះពាល់ទាំងសុខភាពជីវភាពនិងប៉ះពាល់សន្តិសុខសង្គមដូច្នេះលោកក៏ជំរុញឲ្យអាជ្ញាធររកមេខ្លោងគ្រឿងញៀនយកមកផ្ដន់ទាទោសឲ្យរៀងចាលជាជាងការបង្ក្រាបបានតែករណីជួញដូរតូចៗឬក៏អ្នកប្រើប្រាស់ ពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀនហ្នឹងគឺអាជ្ញាធរត្រូវតែអនុវត្តនៅវិធានការច្បាប់ឲ្យបានតឹងរ៉ឹងពីព្រោះអាជ្ញាធរមិនអាចបដែតបដោយដោយមានការយោគយល់យោងទៅលើបនស័កឬក៏លុយកាក់ជាដើមនោះទេដូច្នេះពួកគាត់ត្រូវតែទទួលរងនឹងការពិន័យក៏ដូចជាការដាក់ទោសទណ្ឌហ្នឹងឲ្យបានត្រឹមត្រូវទៅតាមគោលការណ៍ច្បាប់របស់ប្រទេសកម្ពុជាដោយមិនមានការយោគយល់ទេបាទ
ចារបាយការណ៍របស់អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀនឲ្យដឹងថាចាប់តាំងពីថ្ងៃទី1ខែមករាដល់ថ្ងៃទី5ខែធ្នូឆ្នាំ2020កម្លាំងសមត្ថកិច្ចបានបង្ក្រាបករណីជួញដូរគ្រឿងញៀនចំនួនជិត 10000 ករណីឃាត់ខ្លួនមនុស្សជិត 20000 នាក់ក្នុងនោះគឺមានស្ត្រីជាង 1200 នាក់លោកអ្នកនាងកញ្ញាកំពុងស្ដាប់ការផ្សាយរបស់វិទ្យុអាស៊ីសេរីពីរដ្ឋធានី Washington អង្គការការពារសិទ្ធិមនុស្សលីកាដូបង្ហាញក្តីបារម្ភពីការកើនឡើងនៃករណីរំលោភសិទ្ធិសន្តិវៈលើស្ត្រីនិងកុមារីដែលប្រព្រឹត្តដោយសាច់ញាតិតើជនរងគ្រោះនៃការរំលោភផ្លូវភេទនេះទទួលបានយុត្តិធម៌ដែរឬទេសូមលោកអ្នកនាងកញ្ញារងចាំស្ដាប់សេចក្តីរាយការណ៍ពីរឿងនេះនៅពេលបន្តិចទៀតនេះចាសសូមអរគុណចាលោកនាងជាទីមេត្រីអ្នកនាំពាក្យក្រសួងសុខាភិបាលលោកលីសូវ៉ាន់ប្រាប់អសីសេរីកាលពីថ្ងៃទី12ខែធ្នូថាក្រសួងបានស្នើសុំដល់ប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំងឲ្យផ្អាកការទទួលទានស្រាផលិតក្នុងខេត្តនេះមួយរយៈដើម្បីជៀសវាងគ្រោះថ្នាក់ដល់អាយុជីវិតចាសំណើនេះធ្វើឡើងនៅបន្ទាប់ពីក្រសួងរកឃើញថាកម្រិតស្រាដែលប្រជាពលរដ្ឋទទួលទានបណ្ដាលឲ្យពលស្លាប់កាលពីខែវិច្ឆិកានោះគឺមានជាតិមេតាណុលនៅក្នុងស្រាប្រមាណជាង 10% ហើយដែលខ្ពស់ជាងធម្មតាត្រឹម 0.15% លោកថាក្រសួងសុខាភិបាលបានស្នើទៅអាជ្ញាធរខេត្តឲ្យចាត់វិធានការផ្អាកទីតាំងលក់ស្រាទាំងអស់ដើម្បីរងចាំការត្រួតពិនិត្យពីក្រមមន្ត្រីជំនាញរបស់ក្រសួងជាមុនសិនហ្នឹងហើយគាត់យើងរកឃើញសង្ស័យភ្លាមហ្នឹងយើងប្រឈប់ឲ្យលក់ដូរទាំងអស់បាទហើយនឹងប្រឈប់ជាពលរដ្ឋឲ្យគាត់ផឹកស្រាបាទបាក់មួយរយៈសិនទៅបាទដើម្បីយើងត្រួតពិនិត្យអ្នកដែលផលិតហ្នឹងឲ្យបានត្រឹមត្រូវហើយត្រូវតែមានសមច្បាប់សម័យត្រឹមត្រូវបាទកាលពីថ្ងៃទី28ខែវិច្ឆិកាមានមនុស្សចំនួន15នាក់បានស្លាប់និង149នាក់ផ្សេងទៀតធ្លាក់ខ្លួនឈឺដោយសារពុលស្រាសហើយនិងពុលទឹកកណ្ដូងក្រោយដែលពួកគេបាននាំគ្នាទទួលទានទឹកកណ្ដូងនៅតាមវាលស្រែពេលសម្រាកបាយថ្ងៃត្រង់ចាអ្នកភូមិ149នាក់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យនានានៅក្នុងនោះក៏មានស្ត្រី6នាក់ផងដែរចាលោកលីសូវ៉ាន់ថាបច្ចុប្បន្នអ្នកភូមិ127នាក់បានជាសះស្បើយហើយបានត្រឡប់ទៅផ្ទះវិញខណៈ4នាក់ផ្សេងទៀតកំពុងបន្តសម្រាប់ព្យាបាលនៅមន្ទីរពេទ្យនៅឡើយចាសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន9នាក់ពាក់ព័ន្ធករណីពុលស្រាសនៅខេត្តកំពង់ឆ្នាំងហើយក្នុងចំណោមនោះមានមនុស្ស5នាក់ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារដើម្បីរងចាំការជំនុំជម្រះទោសពីបទផលិតត្រាគ្មានមូលដ្ឋានបច្ចេកទេសច្បាស់លាស់ចាគេទំព័រនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំរបស់ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី1ខែធ្នូបានចុះផ្សាយថាក្រោយដែលមន្ត្រីជំនាញសហការជាមួយនឹងអាជ្ញាធរខេត្តកំពង់ឆ្នាំងចុះទៅពិនិត្យមើលទីតាំងកើតហេតុស្ថិតនៅក្នុងភូមិជីប្រងឃុំជាបស្រុកទឹកផុសនិងសិប្បកម្មផលិតត្រាចំនួន8កន្លែងផ្សេងទៀតគឺលទ្ធផលតេស្តបង្ហាញថាសំណាក់ស្រាស5គំរូក្នុងចំណោមសំណាក់16គំរូគឺមានផ្ទុកសារធាតុមេតាណុលចន្លោះពី 10.5% ទៅ 17.25% ហើយដែលលើសពីកម្រិតអនុញ្ញាតដែលមានត្រឹមតែ 0.15% ប៉ុណ្ណោះចាប់តាំងពីឆ្នាំ2015រហូតដល់ខែធ្នូឆ្នាំ2020នេះគឺមានករណីពុលស្រាសប្រមាណ391ករណីហើយដែលបណ្ដាលឲ្យមនុស្ស65នាក់បានស្លាប់នៅក្នុងខេត្តមួយចំនួនដូចជាខេត្តមណ្ឌលគិរីត្បូងឃ្មុំក្រចេះនិងខេត្តកំពង់ឆ្នាំងចាលោកនាយកជាទីមេត្រីនៅឯខេត្តកំពង់ស្ពឺនៅវិញអាជ្ញាធរស្រុកភ្នំស្រួចបានដាក់គ្រឿងចាក់និងកងកម្លាំងប្រដាប់អាវុធដោយចុះទៅឈូសកំទេចផ្ទះមួយខ្នងនិងដំណាំរបស់ប្រជាពលរដ្ឋចំនួន3គ្រួសារដើម្បីអភិវឌ្ឍនៅគម្រោងផ្លូវលបឿនលឿននៅចំណុចភូមិពីងតុងឃុំត្រែងត្រយឹងចាប់រដ្ឋសោកស្ដាយចំពោះទង្វើរបស់អាជ្ញាធរខេត្តកំពង់ស្ពឺដែលបានឈូសឆាយមុនដោះស្រាយផលប៉ះពាល់របស់ប្រជាពលរដ្ឋចាលោកហេងរស្មីមានសេចក្តីរាយការណ៍ពិស្ដារជុំវិញបញ្ហានេះដូចតទៅពលរដ្ឋរងផលប៉ះពាល់និយាយថាពួកគេខកចិត្ត
ចំពោះទង្វើអាជ្ញាធរដែលបានឈូសឆាយផ្ទះនិងផលដំណាំរបស់ពួកគាត់ចោលហើយដាក់សម្ពាធមិនឲ្យតវ៉ាមិនឲ្យប្រើកាមេរ៉ាថតនិងមិនព្រមដោះស្រាយឲ្យត្រឹមត្រូវជូនពួកគាត់ទេលោកមីតលៀងសេងដែលអាជ្ញាធរបានឈូសផ្ទះចោលរៀបរាប់ថាលោកគ្មានលទ្ធភាពតតាំងឬក៏ស្រែកតវ៉ាទេព្រោះកាលថ្ងៃចុះរុះរើនោះអាជ្ញាធរបានពង្រាយកម្លាំងប្រហែល50នាក់ប្រដាប់ដោយអាវុធវែងគ្រប់ដៃមកពីគ្រប់អង្គភាពនៅក្នុងខេត្តកំពង់ស្ពឺដើម្បីត្រៀមបង្ក្រាបការតវ៉ារបស់ពលរដ្ឋលោកប្រាប់ថាអ្នកតវ៉ាច្រើនគ្រួសារបានត្រឹមតែឈរមើលពីចម្ងាយស្រក់ទឹកភ្នែកនិងមើលអាជ្ញាធរឈូសកំទេចផ្ទះខ្លួនឯងនិងដំណាំចោលលោកបន្តថាផ្ទះឈើដែលអាជ្ញាធរបានយកគ្រឿងចាក់មកឈូសរំលើងកំទេចកាលពីថ្ងៃទី8ខែធ្នូនោះជាញើសឈាមមួយជីវិតរបស់លោកនិងប្រពន្ធដែលនាំគ្នាធ្វើស្រែករាប់ឆ្នាំទុំរំសន្សំលុយធ្វើផ្ទះឲ្យកូនស្នាក់នៅប៉ុន្តែចុងក្រោយអាជ្ញាធរបានឈូសកំទេចនិងកាយដីលុបផ្ទះឈើនោះចោលទាំងស្រុងលោកអះអាងថាផ្ទះនោះមានសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃសម្ភារៈផ្ទះបាយនិងមានទ្រុងមាន់មួយដែលជាទ្រព្យសម្បត្តិរបស់អ្នកស្រែចម្ការលោកឲ្យដឹងថាក្រោយពីការឈូសឆាយនោះលោកបាននាំប្រពន្ធនិងកូន5នាក់ទៅរស់នៅបណ្ដោះអាសន្ននៅក្នុងព្រះវិហារគ្រឹស្តសាសនានៅក្នុងភូមិថ្ងៃទី27ខ្ញុំដាក់ពាក្យធំសម្រាប់សម្រួលយកលុយនៅសាលាខេត្តហ្នឹងប៉ុន្តែគេអត់ហៅទៅសម្រាប់សម្រួលទេតែចេញខ្នងគ្រឿងចាក់មានប៉ូលីសអន្តរាគមន៍ពីខេត្តហើយនិងប៉ូលីសស្រុកប៉ូលីសឃុំរួមគ្នាមកប្រហែលជា50នាក់ហ្នឹងមកទាំងមន្ត្រីរាជការឃុំស្រុកខេត្តហ្នឹងហើយឡានប្រហែលជា20គ្រឿងជាង20គ្រឿងច្រើនដែរឡានហើយយកកម្លាំងទៅប្រដាប់អាវុធមកទប់ទល់មើលជាប្រាប់2 3នាក់ហ្នឹង2 3 4 5គ្រួសារហ្នឹងវាអត់ដែរទេហ្នឹងអត់ហ៊ានទេហ៊ានទេអាវុធពេញដៃគាត់ទៅថតគេមកថតផងដូចថតបានខ្លះដែរដូចថតព័ត៌មាននឹងបានខ្លះដែរខ្ញុំនៅឡៃព្រះវិហារគ្រឹស្តសាសនាបាននៅភូមិកៅ5ហ្នឹងនៅនឹងមានឡៃព្រះវិហារមួយយើងបាននៅជ្រកកោននឹងគ្រួសារហ្នឹងមកជ្រកនៅហ្នឹងលោកមីតលៀងសេងនិយាយបន្តថាក្នុងពេលឈូសឆាយនោះគ្មានអាជ្ញាធរមូលដ្ឋានណាម្នាក់មកជួយសម្រួលទេគឺមានតែកងកម្លាំងប្រដាប់អាវុធមកស្រែកសម្លុតគំរាមបណ្ដេញអ្នកភូមិចេញកុំឲ្យតវ៉ាទៀតផងលោកថាអាជ្ញាធរមិនទាន់ដោះស្រាយសំណើរបស់ក្រមពលរដ្ឋឡើយមុនការឈូសឆាយកំទេចផ្ទះនិងដំណាំរបស់ពួកលោកឲ្យដឹងទៀតថាក្រោយពីការឈូសឆាយកំទេចផ្ទះនិងកំទេចផលដំណាំអ្នកភូមិរួចអាជ្ញាធរនៅមិនទាន់អភិវឌ្ឍនៅទីនោះបន្តទៀតទេដោយទុកចោលសិនបរិះវ័យ55ឆ្នាំរូបនេះថាគ្រួសាររបស់លោកអស់ជំនឿទៅលើអាជ្ញាធរហើយដូច្នេះលោកលែងពឹងពាក់សុំអាជ្ញាធរដោះស្រាយទៀតហើយតែស្នើសុំអង្គការសង្គមស៊ីវិលធ្វើជាតំណាងក្នុងការចរចាវិញខ្ញុំបានដាក់តែម្ដងទេដាក់ពាក្យសុំសម្របសម្រួលសុំថវិកាហ្នឹងតែម្ដងហ្នឹងទេហើយបើសិនជាយើងដាក់ទៀតក៏អត់បានផលអីដែរព្រោះយើងដាក់ម្ដងហើយគេអត់ឲ្យតម្លៃយើងហើយអត់មានរកដំណោះស្រាយយើងខ្ញុំមានតែដាក់ពាក្យទៅអត់ហុកហ្នឹងដើម្បីឲ្យអត់ហុកហ្នឹងជួយសម្រាប់សម្រួលជាមួយអាជ្ញាធរដើម្បីទៅយកប្រាក់ហ្នឹងដើម្បីដោះស្រាយជីវភាពអាជ្ញាធរខេត្តកំពង់ស្ពឺបានដាក់គ្រឿងចាក់ចោះឈូសឆាយដីនៅភូមិពីមតុងជាបន្តបន្ទាប់ចាប់តាំងពីដើមខែធ្នូមកដើម្បីអភិវឌ្ឍគម្រោងផ្លូវលបឿនលឿនពីទីក្រុងភ្នំពេញទៅកំពង់ផែក្រុងព្រះសីហនុអាជ្ញាធរអះអាងថាក្នុងគម្រោងផ្លូវលបឿនលឿនឆ្លងកាត់ស្រុកភ្នំស្រួចនិងស្រុកសំរោងតងដែលមានប្រជាពលរដ្ឋជាង 3000 គ្រួសាររងផលប៉ះពាល់ហើយពលរដ្ឋភាគច្រើនយល់ព្រមទទួលយកសំណងសមរម្យគឺនៅសេសសល់តែតិចតួចគ្រួសារប៉ុណ្ណោះមិនព្រមទទួលយកសំណងទោះជាយ៉ាងណាក្រមពលរដ្ឋដែលមិនព្រមទទួលយកសំណងអះអាងថាអាជ្ញាធរបានផ្ដល់សំណងមិនសមរម្យទើបពួកគេប្រកែកមិនព្រមទទួលពលរដ្ឋ4គ្រួសាររស់នៅភូមិពីមតុងអះអាងថាអាជ្ញាធរបានផ្ដល់សំណងក្នុង1ម៉ែត្រការ៉េតម្លៃ$1ទៅ$4តាមប្រភេទដីកសិកម្មនិងលំនៅឋានពួកគេអះអាងថាដីតម្លៃក្នុង1ម៉ែត្រការ៉េ$1ទៅ$4នេះជាតម្លៃមិនសមរម្យទាបជាងទីផ្សារខ្លាំងណាស់ដែលមិនអាចទទួលយកបានពួកគេទាមទារឲ្យដោះស្រាយសារជាថ្មីព្រោះតម្លៃដីទាបពេកពួកគេមិនអាចយកទៅទិញដីនិងផ្ទះនៅកន្លែងផ្សេងដើម្បីរស់នៅបានទេពលរដ្ឋរងផលប៉ះពាល់ទាំង4គ្រួសារចង់ឲ្យអាជ្ញាធរដោះស្រាយសិនមុននឹងឈូសឆាយផ្ទះនិងដំណាំរបស់ពលរដ្ឋក៏ប៉ុន្តែអាជ្ញាធរមិនយល់ព្រមទេនិងមិនបានឆ្លើយតបផ្លូវការលើសំណើរបស់ពលរដ្ឋនោះឡើយក្នុងលិខិតជូនដំណឹងចុះនៅថ្ងៃទី20វិច្ឆិកាអាជ្ញាធរបានអះអាងថាការឈូសឆាយកំទេចផ្ទះទ្រព្យសម្បត្តិទាំងឡាយនឹងធ្វើឡើងទៅតាមការកំណត់នៅដើមខែធ្នូបើសិនបើពលរដ្ឋមិនព្រមរុះរើតាមការកំណត់នៅចុងខែធ្នូនេះទេអាជ្ញាធរនឹងមិនផ្ដល់សំណងឡើយពេលដែលដាក់គ្រឿងចាក់ចុះរុះរើអាជ្ញាធរបានប្រមានថានឹងប្រើវិធានការច្បាប់បើសិនបើពលរដ្ឋហ៊ានប្រើសកម្មភាពរារាំងអាជ្ញាធរនៅក្នុងពេលចុះអភិវឌ្ឍផ្លូវលបឿនលឿននោះទោះជាយ៉ាងណាអាជ្ញាធរបានបើកផ្លូវឲ្យប្រជាពលរដ្ឋប្តឹងទៅតុលាការ
ប្រសិនបើមិនពេញចិត្តចំពោះវិធានការរបស់អាជ្ញាធរអភិបាលខេត្តកំពង់ស្ពឺលោកវៃសំណាងប្រាប់អាស៊ីសេរីនៅថ្ងៃទី12ខែធ្នូថាអាជ្ញាធរនៅតែគិតគូរដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់និងនៅតែផ្ដល់សំណងឲ្យទៅតាមការវាយតម្លៃរបស់ក្រុមហ៊ុនឯករាជ្យដែលបានចុះទៅវាយតម្លៃកន្លងមកលោកអះអាងថាការវាយតម្លៃផ្ដល់សំណងគឺសុក្រិតហើយពលរដ្ឋលើសលប់បានទទួលរួចទៅហើយ អាហ្នឹងយើងខិតខំរុញឲ្យលឿនឲ្យទាន់ធ្វើម៉េចគឺដល់យកនេះប៉ុណ្ណាឲ្យតែគាត់ព្រមទទួលយកតាមអ្វីដែលយើងបានសេតនៅក្នុងក្រុមការងារឯករាជ្យដែលគេចុះធ្វើហ្នឹងគាត់យកតាមហ្នឹងយើងបកគោលជូនគាត់ឲ្យតែគាត់ចូលរួមដោះស្រាយមួយយើងហើយបើគាត់ចង់បានលឿនគ្រាន់តែគាត់ចូលរួមមួយអាជ្ញាធរទៅយើងធ្វើលឿនបានជូនគាត់តែប៉ុន្តែបើគាត់អត់ព្រមចូលមួយយើងធ្វើម៉េចធ្វើបានលឿនបាទយើងខំធ្វើយ៉ាងណាគឺបញ្ចុះបញ្ចូលគាត់ឲ្យគាត់មកទទួលយកអាសំណងហ្នឹងតាមទីផ្សារសេរីតំបន់ហ្នឹងគេចង់និយាយចឹងបាទទាំងដីទាំងដើមឈើទាំងអីហ្នឹងផ្ទុយពីការអះអាងនេះសង្គមស៊ីវិលឃ្លាំមើលសិទ្ធិមនុស្សហៅការផ្ដោតសំណងនេះថាមិនសមរម្យទើបពលរដ្ឋមិនអាចទទួលយកបាននិងហៅការឈូសឆាយផ្ទះពលរដ្ឋថាជាការបណ្តេញចេញដោយបង្ខំដែលជាទង្វើរំលោភសិទ្ធិមនុស្សអ្នកសម្របសម្រួលគម្រោងធុរកិច្ចនិងសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលោកវ៉ាន់សុផាតសង្កេតឃើញថាវិបត្តិដីធ្លីនៅកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះវិវត្តកាន់តែអាក្រក់ទៅលោកថាវិវាទដីធ្លីស្ទើរគ្រប់ទីកន្លែងគឺអាជ្ញាធរមិនបានផ្ដល់ដំណោះស្រាយប្រសើរសម្រាប់ប្រជាពលរដ្ឋឡើយមានតែការដាក់គោលការណ៍បង្ខំឲ្យពលរដ្ឋទទួលយកនិងបណ្តេញចេញដោយបង្ខំអ្នកឃ្លាំមើលសិទ្ធិដីធ្លីរូបនេះបន្តថាការរុញឲ្យពលរដ្ឋប្តឹងអាជ្ញាធរតាមផ្លូវតុលាការគឺជារឿងអវិជ្ជមានសម្រាប់ពលរដ្ឋនិងមិនឈ្នះអាជ្ញាធរឡើយលោកថាផលលំបាកនៃការរំលោភសិទ្ធិដីធ្លីទាំងឡាយនឹងធ្លាក់ទៅលើពលរដ្ឋលោកថាការមិនព្រមដោះស្រាយឲ្យមានសំណងសមរម្យគឺជាការបង្ខំឲ្យពលរដ្ឋដើរចេញទាំងទឹកភ្នែកដោយគ្មានជំរឿស ចឹងបានថាសរុបសេចក្តីមកវិញមកប្រជាពលរដ្ឋបច្ចុប្បន្ននេះខ្ញុំឃើញជាដំណោះស្រាយដីធ្លីនេះគឺថាការធ្លាក់ចុះមែនតើហើយប្រជាពលរដ្ឋហ្នឹងគាត់តែសំដែងនៅការអស់សង្ឃឹមណាតែមិននិយាយទីពឹងអ្នកណាគាត់ស្រែកគេរាល់ថ្ងៃគាត់ស្រែកចុះស្រែកឡើងស្រែកទៅនាយករដ្ឋមន្ត្រីដោយទេវតាដោយអត់លឺគាត់អត់នឹងធ្វើឲ្យក្រៅពីស្រកភ្នែកដើរចេញរដ្ឋាភិបាលកំពុងសាងសង់ផ្លូវលបឿនលឿនដំបូងបង្អស់នៅកម្ពុជាដោយចំណាយថវិកាសាងសង់សរុបប្រមាណ $2,000 លានសហរដ្ឋអាមេរិកគម្រោងនេះសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់របស់រដ្ឋចិនហើយគ្រោងបញ្ចប់ការសាងសង់នៅខែកញ្ញាឆ្នាំ 2022 គិតត្រឹមខែវិច្ឆិកាផ្លូវលបឿនលឿនសាងសង់សម្រាប់ជិត 30% ហើយគេហទំព័ររបស់ក្រសួងសាធារណការនិងដឹកជញ្ជូនចុះផ្សាយថាក្រុមហ៊ុនចិននឹងខិតខំសាងសង់ឲ្យបានចប់តាមផែនការនៅខែកញ្ញាឆ្នាំ 2022 ហើយរដ្ឋាភិបាលកំពុងចរចាជាមួយក្រុមហ៊ុនវិនិយោគមួយទៀតដើម្បីសាងសង់ផ្លូវលបឿនលឿនខ្សែទី2ពីទីក្រុងភ្នំពេញទៅទីក្រុងបាវិតខេត្តស្វាយរៀងជាប់ព្រំដែនវៀតណាមខ្ញុំបាទហេងរស្មីអាស៊ីសេរីពីរដ្ឋធានី Washingtonចាលោកអ្នកស្ដាប់ជាទីមេត្រីអង្គការការពារសិទ្ធិមនុស្សលីកាដូរកឃើញថាករណីរំលោភសិទ្ធិសន្តិវៈលើស្ត្រីនិងកុមារីដែលប្រព្រឹត្តសាច់ញាតិគឺមានការកើនឡើងគួរឲ្យព្រួយបារម្ភហើយថាជនរងគ្រោះនៅតែជួបឧបសគ្គក្នុងការទទួលបានយុត្តិធម៌ចាអង្គការលីកាដូនិងជនរងគ្រោះជំរុញអាជ្ញាធរពង្រឹងការអនុវត្តច្បាប់ដើម្បីលុបបំបាត់អំពើរំលោភសិទ្ធិសន្តិវៈលើស្ត្រីនិងកុមារីជាប្រធានាធិបតី Washington លោកសនចន្ទរដ្ឋារាយការណ៍ពីស្ដារជុំវិញបញ្ហានេះរបាយការណ៍អង្គការលីកាដូរកឃើញថាជិត 1/3 នៃករណីរំលោភដល់ស្ត្រីនិងកុមារីគឺជនសង្ស័យជាសាច់ញាតិរបស់ជនរងគ្រោះហើយជារឿយៗជនរងគ្រោះតែងជួបផលលំបាកទទួលបានតម្រូវការសុវត្ថិភាពនិងយុត្តិធម៌របាយការណ៍ដែលអង្គការលីកាដូចេញផ្សាយនៅក្នុងខែធ្នូនេះមានចំណងជើងថាទម្លាយភាពស្ងៀមស្ងាត់ការរំលោភសេពសន្តិវៈដោយសាច់ញាតិនិងឧបសគ្គនៅក្នុងការទទួលបានយុត្តិធម៌របាយការណ៍កម្រាស់25ទំព័រនេះបង្ហាញថានៅក្នុងករណីរំលោភសេពសន្តិវៈនិងប៉ុនប៉ងរំលោភសេពសន្តិវៈទាំងអស់នេះដែលអង្គការលីកាដូបានធ្វើអន្តរាគមន៍ចាប់ពីខែមករាឆ្នាំ2017រហូតដល់ខែធ្នូឆ្នាំ2019រកឃើញថាមានចំនួន137ករណីគឺជនរងគ្រោះជាសាច់ញាតិរបស់ជនរងគ្រោះដូចជាឪពុកពូឬជីតាបង្កើត 46% និងពីអំពើហិង្សាផ្លូវភេទប្រព្រឹត្តដោយឪពុកចុងឬក៏សាច់ញាតិខាងឪពុកចុងនិងសាច់ថ្លៃមាន 54%
ចាប់តាំងពីខែមិថុនាដល់ខែសីហាឆ្នាំ2020អង្គការ Liga do បានធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពឬក៏លទ្ធផលរបស់ករណីនីមួយៗទាំង137ឡើងវិញដោយទទួលបានព័ត៌មានថ្មីបំផុតនៃករណីចំនួន135នៅក្នុងនោះមានករណីចំនួនលើសពីពាក់កណ្ដាលបន្តិចប៉ុណ្ណោះឬស្មើនឹង 53% បានឈានដល់ការជំនុំជម្រះក្តីដោយជនល្មើសត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារពេញលេញតាមច្បាប់ពាក់ព័ន្ធចំណែកចំនួនករណីតិចជាង 1/5 ឬស្មើនឹង 19% គឺជនល្មើសត្រូវបានផ្ដន្ទាទោសនៅក្នុងកម្រិតស្រាលដោយជាប់ពន្ធនាគាររយៈពេលខ្លីនិងការកាត់ទោសកំបាំងមុខនឹងមិនត្រូវបានចាប់ខ្លួននោះទេក្រៅពីនេះករណីខ្លះរកឃើញថាមានការដោះស្រាយបញ្ចប់ក្រៅប្រព័ន្ធតុលាការនិងពន្យាពេលកាត់ក្តីនិងជនរងគ្រោះមានសង្ឃឹមតិចតួចទទួលបានយុត្តិធម៌អង្គការ Liga do បន្តថាឧបសគ្គនៅក្នុងការទទួលបានយុត្តិធម៌សម្រាប់ជនរងគ្រោះទាំងនេះដោយសារមានកត្តាជាច្រើនដូចជាអំពើពុករលួយកង្វះការការពារជនរងគ្រោះសម្ពាធពីសមាជិកគ្រួសារនិងប៉ូលីសរារាំងមិនឲ្យរាយការណ៍ទៅខាងក្រៅដើម្បីការពារកិត្តិយសអាជ្ញាធរមួយចំនួនជួយជ្រោមជ្រែងឲ្យបញ្ចប់រឿងក្រៅប្រព័ន្ធតុលាការធ្វើដំណើរវែងឆ្ងាយនិងចំណាយប្រាក់ច្រើននៅក្នុងការដំណើរការក្តីនៅតុលាការករណីខ្លះទៀតជនរងគ្រោះសម្រេចដកពាក្យបណ្ដឹងវិញដោយសារតែជនល្មើសជាអ្នករកស៊ីផ្គត់ផ្គង់ជីវភាពគ្រួសារករណីមួយដែលបានលើកឡើងនៅក្នុងរបាយការណ៍គឺក្មេងស្រីម្នាក់ត្រូវបានគេដាក់ឈ្មោះឲ្យថាសីហានាងត្រូវបានជាតាគំរាមសម្លាប់និងចាប់រំលោភឪពុកម្ដាយរបស់កុមារីសីហារៀបរាប់ប្រាប់អង្គការ Liga do ថាក្រោយកើតហេតុគឺពួកគាត់បាននាំកូនស្រីដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ប៉ូលីសតែពេលនោះប៉ូលីសបានណែនាំឲ្យពួកគាត់រក្សាភាពស្ងៀមស្ងាត់សិនរហូតដល់ជនសង្ស័យរត់គេចខ្លួនបាត់ប៉ូលីសកាលនោះអត់សូវខ្នះខ្នែងបានតែមកពេលដែលកលកើតហេតុនឹងហៅពីនឹងមកអត់មានវិលវល់អីទៀតផងប៉ូលីសគេថារឿងនឹងកុំអោយបែកចិត្តខ្ចាយធ្វើការធ្វើស្ងាត់ហើយខ្ញុំថារឿងប៉ុណ្ណឹងហើយនៅចង់ស្ងាត់ទៀតដែលកូនខ្ញុំដល់ថ្នាក់ប៉ុណ្ណឹងហើយចង់ឲ្យស្ងាត់ទៀតគេសួរថាតើខ្ញុំនឹងមានទៀមទាជាចំណងអីអត់អីចឹងព្រោះខ្ញុំថាខ្ញុំអត់មានចង់ទៀមទាជាចំណងទេចង់ឲ្យលោកចង់ឲ្យខាងកលាការនឹងស៊ើបអង្កេតតាមហោមនុស្សនឹងឲ្យបានដាក់ទោសទៅតាមច្បាប់ខឹងគុំខឹងនៅតែខឹងចង់ថានឹកឃើញរឿងនឹងចង់ថាដៅបងចង់ថាចង់ឲ្យប៉ូលីសជួយចាប់ជួយមកឲ្យបានភ្លាមៗហ្មងអង្គការ Liga do ក៏សម្គាល់ថាហានិភ័យនៃការរំលោភសេពសន្តិវៈនៅក្នុងរង្វង់គ្រួសារទំនងជាកើតឡើងច្រើនកាលពីឆ្នាំមុនខណៈដែលសាលារៀនបានបិទហើយកត្តាអ្នកគ្មានការងារធ្វើគឺកើនឡើងជាមួយនឹងការរីករាលដាលនៃជំងឺ Covid-19 ដែលនាំឲ្យមនុស្សជាច្រើនត្រូវចំណាយពេលនៅផ្ទះច្រើនហើយស្ថិតនៅក្បែរជនល្មើសកត្តាគូផ្សំមួយចំនួនទៀតដែលនាំឲ្យមានការកើនឡើងនៃករណីចាប់រំលោភផ្លូវភេទដោយស្ត្រីនិងកុមារីក៏បណ្ដាលមកពីការធ្លាក់ចុះសីលធម៌សង្គមនិងការប្រើប្រាស់គ្រឿងញៀនគ្រឿងស្រវឹងនិងការខ្វះចន្លោះនៃការត្រួតពិនិត្យវីដេអូអាហារភាសនិងបញ្ហាក្រីក្រនាយករងទទួលបន្ទុកផ្នែកខ្លំមើលនិងការពារសិទ្ធិមនុស្សនៃអង្គការ Liga do លោកអំសំអាតមានប្រសាសន៍ថាការចេញរបាយការណ៍នេះដោយសារគ្រោះថ្នាក់នៃអំពើរំលោភសេពសន្តិវៈនៅក្នុងរង្វង់គ្រួសារគឺមានការកើនឡើងច្រើននិងគួរឲ្យព្រួយបារម្ភប៉ុន្តែអាជ្ញាធរនៅតែមិនទាន់ចាត់វិធានការគ្រប់គ្រាន់ដើម្បីឲ្យប្រកាសថាជនល្មើសត្រូវបានយកមកផ្ដន្ទាទោសលោកបន្តថាសិទ្ធិរបស់ស្ត្រីនិងក្មេងស្រីមិនត្រូវមើលរំលងនៅឡើយហើយអំពើរំលោភសេពសន្តិវៈគឺជាបទល្មើសព្រហ្មទណ្ឌដែលមិនអាចអត់ឱនឲ្យបាននោះទេវាប៉ះពាល់ទី1យើងឃើញថាវាអាចនឹងធ្វើឲ្យបាត់យុត្តិធម៌សម្រាប់ជនរងគ្រោះដែលជាការរំលោភដោយសាច់ញាតិហ្នឹងបញ្ហាទី2វាបង្កឲ្យមានអនិច្ចភាពកើតឡើងចំពោះករណីហ្នឹងបញ្ហាទី3ស្ត្រីនិងកុមាររងគ្រោះដោយសារសាច់ញាតិរំលោភហ្នឹងវាអាចត្រូវបានមើលរំលងហើយបាត់ព្រហ្មទណ្ឌឬក៏ករណីព្រហ្មទណ្ឌមិនត្រូវបានដំណើរការទៅតាមផ្លូវច្បាប់ដើម្បីស្វែងរកយុត្តិធម៌ហើយគំរូអាក្រក់នេះវាអាចនឹងបន្តកើតមានតទៅទៀតបើសិនជាយើងមិនចាត់វិធានការតឹងរឹងដើម្បីធ្វើការទប់ស្កាត់និងដាក់ទោសទណ្ឌឲ្យបានត្រឹមត្រូវតាមផ្លូវច្បាប់អង្គការមួយនេះលើកឡើងថាឧបសគ្គដែលចាក់ឫសនឹងមានជាយូរយារណាស់មកហើយនៅក្នុងការស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះបានបណ្ដាលឲ្យអំពើរំលោភសេពសន្តិវៈចំពោះស្ត្រីនិងកុមារីកាន់តែមានស្ថានភាពអាក្រក់ខ្លាំងឡើងតាក់ទងទៅនឹងបញ្ហានេះរដ្ឋលេខាធិការក្រសួងមហាផ្ទៃទទួលបន្ទុកការប្រឆាំងការជួញដូរមនុស្សអ្នកស្រីជូប៊ុនអេងទទួលស្គាល់ថាការកើនឡើងនៃការរំលោភសេពសន្តិវៈលើស្ត្រីនិងកុមារីដែលប្រព្រឹត្តដោយសាច់ញាតិរបស់ខ្លួនដោយសារតែការផ្សព្វផ្សាយរូបភាពនិងវីដេអូអាហារភាសនៅលើប្រព័ន្ធអ៊ីនធឺណិតឬអនឡាញទោះបីជាយ៉ាងណាអ្នកស្រីអះអាងថាអាជ្ញាធរពាក់ព័ន្ធរបស់រដ្ឋាភិបាល
មិនបានប្រងើយកន្តើយចំពោះបញ្ហាទៅនេះទេរដ្ឋលេខាធិការក្រសួងមហាផ្ទៃរូបនេះបញ្ជាក់ថារដ្ឋាភិបាលបានបង្កើតទាំងគោលនយោបាយនិងច្បាប់ជាច្រើនហើយនៅពេលនេះរដ្ឋាភិបាលក៏កំពុងបង្កើតច្បាប់មួយទៀតស្ដីពីការគ្រប់គ្រងប្រព័ន្ធអនឡាញជាដើមលើពីនេះអាជ្ញាធរក៏កំពុងបង្កើនសកម្មភាពផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋគណៈក្រសួងយុតិធម៌ក៏បានបដិញ្ញាធ្វើកំណែទម្រង់ប្រព័ន្ធយុតិធម៌ផងដែរ សមត្ថកិច្ចក៏ដូចជារដ្ឋាភិបាលកម្ពុជានឹងមិនបានប្រងើយកន្តើយនឹងគេហៅថាអូសបន្លាយការងារនឹងឲ្យរំលងផុតទេបើសិនជាយើងបានដឹងគឺយើងតែងមានវិធានការហើយនៅពេលដែលគេរំលោភឬមួយពេលដែលគេធ្វើការបំពាននឹងគេមិនដែលឲ្យដឹងទេប៉ុន្តែការរំលោភបំពានហើយឬមួយក៏វាមានបញ្ហាភាពរងគ្រោះហើយទៅបានយើងដឹងទៅបានយើងចាត់វិធានការនឹងគឺជារឿងដែលគួរឲ្យសោកស្ដាយបានន័យថាវិធានការយើងចាត់នៅក្រោយពេលដែលរឿងនឹងវាកើតរួចទៅហើយចំពោះការអប់រំគឺយើងតែងតែបានធ្វើចាយើងបានធ្វើជាប្រចាំទៀតណាអង្គការលីកាដូផ្ដល់អនុសាសន៍ថាការទប់ស្កាត់និងលុបបំបាត់អំពើរំលោភសេពសន្តិវៈគឺនៅតែអាចធ្វើទៅបានប៉ុន្តែទាមទារឲ្យមានការចាត់វិធានការជាបន្ទាន់